បន្ទាប់ពីឋានយានកូនចៅរបស់គាត់សប្បាយចិត្តនៅពេលដែលសង្គ្រាមជិតចប់គាត់ក៏ទទួលបានសារមួយដែលប្រាប់ថាមានកម្លាំងយុទ្ធសាស្ត្រជាច្រើននៅម្ដងក្បែររបស់គាត់ហើយក៏ថាបើសិនជានៅម្ដងហ្នឹងគឺគាត់អាចមើលឃើញហើយតែតាមតែមើលទៅដូចជាអត់មានឃើញសត្រូវណាមួយផងនោះកំពុងរាយការណ៍សុកគ្នាគាត់ក៏ត្រូវបានគេបាញ់ហើយគាត់ក៏បានដឹងថាខាងសត្រូវគឺគេពួននៅខាងលើចាំគាត់ហើយសត្រូវទាំងអស់នោះគឺមកពី Alliance Kingdom នៅក្នុងនោះក៏មានលោកស៊ូផងដែរខាង Alliance Kingdom ហ្នឹងគឺគេមកជួយខាងកុម្មុយនីសហើយគេក៏ព្យាយាមតាក់ទងទៅខាងជំរំធំផងដែរក៏ប៉ុន្តែតាក់ទងអត់បានទេដោយសារការផ្ដាច់ប្រព័ន្ធបាត់ហើយចឹងហើយពួកគេក៏ធ្វើសង្គ្រាមជាមួយនឹងឋានយាយើងតែម្ដងគេគ្រាន់តែឃើញការហោះនិងល្បឿនហោះគេដឹងថាបិសាចនៃរ៉ែងគឺមកដល់ហើយកម្លាំងជំនួយយ៉ាងម៉េចហើយកម្លាំងជំនួយយ៉ាងហើយណាស់ក៏10នាទីទៀតបានមកដល់ពួកយើងអាចហោះខ្ពស់ជាងពួកវាហោះឡើងទៅលើបាញ់ពួកវាពីលើមកនាំគ្នាហោះចូលពពកស្នប់រះត្រែនឹងគេហាមកុំឲ្យប្រើក្នុងសង្គ្រាមអីអាគេあれ見事に近づかんどけអធិស្ឋានបើដាក់កន្លែងនឹងយូរតិចដល់ការ copyright យកតែម្ដងអញ្ចឹងខ្ញុំមកប្រាប់វិញកន្លែងនឹងលោកស៊ូចង់បន្ទោសខ្លួនឯងទាំងឋានយាផងដែរក៏ប៉ុន្តែត្រូវបានវិចទៅគាត់បាញ់ជឿនទៅក៏បានបលែងឋានយារួចខ្លួនទៅខាង Alliance Kingdom ក៏បាននោះគ្នាដកក៏ដោយសារតបជំនួយរបស់ឋានយាគឺបានមកដល់ហើយម្នាក់គាត់កំពុងតែរៀបសោកសៅក៏គាត់គិតថាឋានយារបស់យើងគឺស្លាប់ហ៎តួរឿងមកមិនកើតរីឯតំបន់រ៉ែនវិញគឺទទួលបានជ័យជំនះហើយសង្គ្រាមមួយនឹងក៏បានចាប់ទៅហើយកូនទាហានរបស់ឋានយាអ្នកដែលត្រូវគ្របនឹងគឺអត់មានណាគេស្លាប់ទេគ្រាន់តែទៅរបួសទេ15ថ្ងៃក្រោយបន្ទាប់ពីសង្គ្រាមកងទ័ពអាណាចក្រគឺបានចូលទៅដល់រាជធានីរបស់ខាងកុម្មុយនីសហើយរីឯខាងមេវិញគេពិភាក្សាគ្នារឿងគ្រប់គ្រងប្រទេសនិងតើត្រូវធ្វើយ៉ាងម៉េចទៀតនៅក្នុងប្រទេសកុម្មុយនីសមួយនេះពួកគេម្នាក់ៗសប្បាយចិត្តគ្រប់គ្នាគេលេចមកមើលឋានយាវិញគឺគាត់មកមើលវិហារដែលគាត់ធ្លាប់រស់នៅバカが思い知ったかそれでないなんだこいつやっつ俺ឋានយាអង្គុយក្នុង office អត់សុខក៏ដោយសារតែអត់មានការងារធ្វើចំណែក Victoria វិញគាត់ទៅតែមកពីជប់លៀងហើយកងទ័ពផ្សេងៗទៀតគឺគេកំពុងតែសប្បាយរីករាយនៅតាមមាត់ទន្លេបន្ទាប់មកឋានយានិង Victoria គាត់ក៏បាននិយាយគ្នាតាក់ទងអំពីកងទ័ពរបស់ខាងកុម្មុយនីសក៏បាននិយាយថាខាងអាណាចក្រគឺបានបលែងកងទ័ពខាងកុម្មុយនីសឲ្យរត់ក៏ដោយសារតែគេលែងខ្វល់ទៀតហើយ
សង្គ្រាមគឺបានឈ្នះហើយកងទ័ពរបស់កុម្មុយនីសប៉ុណ្ណឹងទៅស្អីយើងកើតទៀតចុះគេរត់ទៅណារត់ទៅចំណែកថាញាវិញគាត់ទៅលើចឹងគាត់ក៏បានមើល map ហើយគាត់ក៏ដឹងថាទីតាំងរបស់កុម្មុយនីសនៅណាចឹងហើយគាត់ក៏ដឹងថាសង្គ្រាមមួយនេះគឺអត់ចប់ទេបើសិនជាបល័យខាងកុម្មុយនីសរត់ទៅសង្គ្រាមពិភពលោកនឹងកើតឡើងដដែលថាញាដេញឲ្យ Victoria ទៅហៅគ្នាមកវិញដើម្បីទៅវាយលុកទៅហើយកុំឲ្យខាងកុម្មុយនីសរួចខ្លួនថាញាក៏បានមកស្នើសុំការវាយលុកមួយនេះក៏ប៉ុន្តែមានណាគេអនុញ្ញាតទេហើយមូលហេតុនោះគឺដោយតែ Victoria គាត់ប្រាប់ចឹងគឺគេអត់ខ្វល់ទេទោះបីជាគេហាមគាត់មិនឲ្យទៅគាត់ក៏ផ្ដាច់ការដែរទោះបីគេមិនឲ្យទៅគាត់ក៏ត្រូវទៅដែរថាញាគឺបានត្រៀមខ្លួនរួចជាស្រេចរងចាំតែកូនចៅគាត់ទេហើយ Victoria គាត់ក៏បានមកដល់ក៏ប្រាប់ថាការថ្នាក់លើគឺគេបានប្រាប់មកហើយគឺឲ្យថាញារបស់យើង cancel ចោលមិនអាចទៅវាយបានទេថាញាគាត់ថានៅសល់តែបន្តិចសោះសង្គ្រាមពិតប្រាកដគឺបានចប់ហេតុអីបានទៅជាអញ្ចឹងខ្វះតែបន្តិចទៀតសោះនឹងហើយថាញាគឺគាត់ត្រូវតែស្ដាប់បញ្ជាគេបើសិនជាស្ដាប់ទេប្រហែលជាគេត្រូវបាញ់គាត់ហើយភាគទី11ក៏បានចាប់ត្រឹមប៉ុណ្្នឹងជួបគ្នានៅវគ្គក្រោយ